សូមលំអរកាយគោរពជំរាបសួរដល់អស់លោកស្រីនិងនាងកញ្ញាបងប្អូនជនរួមជាតិបាទនិងប្រិមិត្តគ្រួសារ FM 99.5 MHz ជាទីគោរពនិងជាទីមេត្រីបាទអរគុណដល់ព្រះជាម្ចាស់ណាស់ដែលទ្រង់ប្រទានឱកាសដ៏សែនមនោរម្យឲ្យយើងបានវិលមកជួបលោកនាងប្រិមិត្តជាថ្មីម្ដងទៀតបាទនៅក្នុងនេតិជំនឿខ្ញុំចម្ងល់អ្នកបាទអរគុណណាស់ដើម្បីកុំឲ្យអូសបន្លាយពេលវេលាយូរបាទខ្ញុំបាទក៏សូមស្វាគមន៍ដល់វាគ្មានកិត្តិយសរបស់យើងតែម្ដងបាទជាបឋមសូមជម្រាបសួរដល់លោកសិនសំណាងបាទជម្រាបសួរលោកម៉ាយីនបាទអរគុណបានជួបលោកម្ដងទៀតបាទអរគុណប្រិមិត្តរបស់យើងលោកកំពុងទន្ទឹងរង់ចាំថាតើនៅថ្ងៃនេះនីតិជំនឿខ្ញុំចម្ងល់អ្នកនឹងលើកយកប្រធានបទអ្វីទៀតមកជម្រាបចែកជូនបាទដើម្បីកុំឲ្យខាតពេលខ្ញុំជម្រាបជូនតែម្ដងប្រធានបទដែលយើងលើកយកមកពិភាក្សានៅថ្ងៃនេះគឺការត្រាស់ហៅរបស់ព្រះថាតើការត្រាស់ហៅរបស់ព្រះមានលក្ខណៈយ៉ាងម៉េចខ្លះបាទដែលបងប្អូនលោកអ្នកប្រិមិត្តយើងដែលលោកមិនទាន់បានយល់អំពីការដែលព្រះអង្គម្ចាស់ត្រាស់ហៅដើម្បីកិច្ចការបម្រើព្រះអង្គឬក៏សម្រាប់អ្វីទៀតបាទនៅពេលបន្តិចទៀតនេះលោកវាគ្មានកិត្តិយសរបស់យើងបាទលោកមានជំនាញលោកមានបទពិសោធន៍បាទហើយលោកនឹងជម្រាបជូនដល់លោកអ្នកឲ្យបានកាន់តែពិស្ដារថែមទៀតបាទអញ្ចឹងមុននឹងវាគ្មានកិត្តិយសរបស់យើងលោកជម្រាបជូនឲ្យបានពិស្ដារនៅក្នុងប្រធានបទបាទជាបឋមសូមលោកជម្រាបជូនពីគោលបំណងឬក៏កម្មវត្ថុដែលលោកចង់ជួយដល់ប្រិមិត្តអ្នកស្ដាប់របស់យើងតាមរយៈប្រធានបទនេះបាទសូមអញ្ជើញទី1ជម្រាបជូនប្រិមិត្តឲ្យយល់អំពីអ្វីទៅជាការត្រាស់ហៅពិតប្រាកដនៅក្នុងនាមយើងជាគ្រីស្ទបរិស័ទជួនកាលគាត់មានភាពមន្ទិលណាបាទថាជួនគាត់មានចំណែកនៅក្នុងការបម្រើព្រះឬក៏ជាការបម្រើនៅក្នុងការទទួលខុសត្រូវជាក់លាក់ណាមួយហាក់បីដូចជាគាត់នៅមានមន្ទិលថាតើព្រះប្រើគាត់ឬអត់នឹងអញ្ចឹងឲ្យគាត់យល់អ្វីជាការត្រាស់ហៅទី2ឲ្យដឹងតែថាការត្រាស់ហៅវាមិនមែនគ្រាន់តែចាប់ផ្ដើមអំពីសម្ដែងឬក៏ជាសកម្មភាពខាងក្នុងឬក៏ការផ្លាស់ប្ដូរការទទួលខុសត្រូវឬដំណើរជីវិតជាមួយព្រះវិញ្ញាណបរិសុទ្ធប៉ុន្តែចង់ឲ្យលោកអ្នកស្គាល់អំពីការត្រាស់ហៅរបស់ព្រះទាំងការសម្ដែងអកប្បកិរិយាការរស់នៅប្រកបនឹងការទទួលខុសត្រូវអំណោយទានដែលព្រះអង្គឲ្យនឹងយ៉ាងម៉េចដូចជាលោកអ្នកខ្លះលោកមានអំណោយទានគេហៅទេពកោសលសមត្ថភាពហាក់បីដូចជាទាល់តែមានភាពឆេះឆួលឬក៏ទាល់តែគិតថាអានឹងវាធ្វើឲ្យខ្លួនសប្បាយចិត្តទើបហៅថានឹងជាការត្រាស់ហៅហាក់បីដូចជាពេលខ្លះគាត់ភ័ន្តច្រឡំរវាងការធ្វើដោយចម្រើននិងធ្វើដោយសប្បាយចិត្តហើយធ្វើដោយការសរសើរវាខុសគ្នាខ្ញុំចង់បញ្ជាក់ឲ្យលោកអ្នកដែលកំពុងតែបម្រើហាក់បីដូចពេលខ្លះមិនបានស្គាល់ពីការត្រាស់ហៅនៅពេលដែលធ្វើទៅវាអត់មានអ្នកសរសើរអត់មានអ្នកលើកទឹកចិត្តក៏អត់មានអ្នកផ្ដល់កម្លាំងចិត្តក៏បាក់ទឹកចិត្តលែងប្រតិបត្តិនៅអំណោយទានឬលក្ខណៈវិសេសរបស់ខ្លួននឹងទៅវិញអញ្ចឹងយើងជួយឲ្យលោកយល់ដែរថាហេតុអីបានជាលោកអ្នកតែងតែភ័ន្តច្រឡំឲ្យខកចិត្តជាមួយនឹងទី2ទី3គឺឲ្យប្រិយមិត្តលោកយល់ពីការត្រាស់ហៅរបស់ព្រះនៅក្នុងគោលបំណងបរិសុទ្ធរបស់ព្រះអង្គបើយើងជាអ្នកជឿព្រះតើការត្រាស់ហៅនេះរួមចំណែកមិនមែនគ្រាន់តែជាគ្រីស្ទបរិស័ទម្នាក់តើជំរុញឲ្យលោកអ្នកដំណើរជីវិតក្នុងនាមជាអ្នកជឿនឹងព្រះយ៉ាងម៉េចការត្រាស់ហៅនោះឲ្យនៅក្នុងក្តីសង្ឃឹមនៅក្នុងគុណតម្លៃនៃភាពបរិសុទ្ធការដាស់តឿននៅក្នុងភៅរបស់ព្រះការរស់នៅប្រតិបត្តិជីវិតរាល់ថ្ងៃអានេះគេហៅការត្រាស់ហៅឲ្យคล้ายទៅជាបុគ្គលម្នាក់រស់នៅខុសដល់ឡែកតាមរយៈអត្តសញ្ញាណថ្មីដែលព្រះត្រាស់ហៅជួនកាលយើងគិតថាគ្រាន់តែជឿព្រះនឹងវាគ្រប់គ្រាន់បងប្អូនអើយយើងថ្ងៃនេះចង់ពង្រឹងជំនឿលោកអ្នកបើព្រះត្រាស់ហៅលោកអ្នកឲ្យคล้ายទៅជាអ្នកដែលជាអ្នកទីបន្ទាល់ប្រកាសដំណឹងល្អជាអ្នកដែលចែកទានឬក៏ជាអ្នកជួយអ្នកក្រឬក៏អ្នកដែលធ្វើកិច្ចការទាំងឡាយនោះសូមឲ្យលោកអ្នកបានពិចារណាផងថាតើការត្រាស់ហៅនេះវានឹងជំរុញឲ្យលោកអ្នកមើលឃើញពីអត្ថប្រយោជន៍ជីវិតបែបម៉េចចុងក្រោយខ្ញុំក៏លើកទឹកចិត្តថាតើយើងនឹងឆ្លើយតបនឹងការត្រាស់ហៅរបស់ព្រះជាម្ចាស់នោះយ៉ាងណាតាមរយៈការស្គាល់ការសង្កេតហើយដដែលមិនថានៅក្នុងប្រពៃណីជំនឿវប្បធម៌ពេលខ្លះតើថាយើងនឹងមានឧបនិស្ស័យទើបយើងអាចនឹងក្លាយជាបុគ្គលម្នាក់មានចំណែកជាមួយមនុស្សដែលមានកុសលឬមនុស្សមានបុណ្យ
ចុះបើយើងជាមនុស្សមានបាបនេះតើយើងអាចคล้ายទៅជាមនុស្សមានកុសលរួមចំណែកជាមួយនឹងអ្នកដែលមានបុណ្យឬមានកុសលនឹងយ៉ាងម៉េចចឹងព្រះត្រាស់ឲ្យយើងឲ្យคล้ายជាមនុស្សដែលមានណាកុសលមានប្រាជ្ញាតម្រេះយោបល់រស់នៅក្នុងក្តីបរិសុទ្ធនឹងយ៉ាងម៉េចចឹងសូមឲ្យការត្រាស់ឲ្យរបស់លោកអ្នកคล้ายទៅជាបុគ្គលពិសេសហើយដើម្បីឲ្យជីវិតកុំរស់នៅបែបជាបុគ្គលមិនបានសម្រេចនៅក្តីប៉ងប្រាថ្នាណាមួយឡើយសូមឲ្យយើងបានប្រតិបត្តិដោយមានភាពជឿជាក់ថាព្រះបានត្រាស់ហៅលោកអ្នកឲ្យคล้ายជាមនុស្សពិសេសដើម្បីជាបន្ទាល់ជាក្តីសង្ឃឹមដល់អ្នកដទៃចឹងសូមអរគុណសូមព្រះប្រទានពរបាទអរគុណបាទចំពោះការដែលចង់ជួយដល់ប្រិមិត្តរបស់យើងឲ្យលោកបានយល់កាន់តែច្បាស់ថែមទៀតអំពីការត្រាស់ហៅរបស់ព្រះបាទមុននឹងចូលទៅក្នុងការពិភាក្សាឲ្យបានស៊ីជម្រៅនិងពុស្ដាសូមលោកអ្នកប្រិមិត្តរីកកំសាន្តជាមួយនឹងបទចម្រៀងមួយបទសិនបាទយើងនឹងវិលមកជួបគ្នាបន្ទាប់ពីបទចម្រៀងបាទសូមរីកកំសាន្តដោយមេត្រីចាប់សែនឈឺចាប់ជីវិតអបរស្មីជួបរឿងបរាជ័យអកដីបំណងតារវីទើបានអកដំរើខ្ញុំត្រូវខកបំណងឲ្យចិនប្រើសៅមកព្រោះហើយអ្វីទៅព្រោះអ្វីទៅព្រោះអ្វីទៅខ្ញុំមិនយល់ទេអង្គហើយរលាអង្គហើយគ្មានសល់ឡើយសម្រាប់ខ្ញុំមកជួបបញ្ហាស្ទួនឲ្យចិនប្រេងឆាដូចទំភ្លើងទុំឆែររៀលប្រាណប្រំគ្រាហួប្រមាណស្ទើរតែខ្សិនខ្សែប្រាណខ្សែមរណាតើអ្នកណាទៅអាចជួយខ្ញុំបានពេលខ្ញុំជឿចាប់យ៉ាងនេះមានតែព្រះគ្រីស្ទជួយកុំសានឲ្យចិនស្រាំស្រានទួងខ្ញុំធ្លាប់ប្រមាថមើងងាយមិនព្រមតាមទ្រង់ពេលនេះកូនសូមជ្រកក្រោមលំត្រង់ជាលំដោត្រជាងមុតដងមានក្តីសុខដល់ប្រឡាក្តីបំណងតើអ្វីទៅបានមកដំរើខ្ញុំត្រូវខកបំណងឲ្យចិនប្រែសៅមកព្រោះហើយអ្វីទៅព្រោះអ្វីទៅព្រោះអ្វីទៅខ្ញុំមិនយល់ទេអង្គហើយរលីអង្គហើយគ្មានសល់ឡើយសម្រាប់ខ្ញុំមកជួបបញ្ហាស្ទួនឲ្យចិនប្រេងឆាដូចទំភ្លើងទុំឆែររៀលប្រាណក្រុមគ្រាហួប្រមាណស្ទើរតែខ្សិនខ្សែប្រាណខ្សែមរណាតើអ្នកណាទៅអាចជួយខ្ញុំបានពេលខ្ញុំជឿចាប់យ៉ាងនេះមានតែព្រះគ្រីស្ទជួយកុំសានឲ្យចិនស្រាំស្រាននួងខ្ញុំធ្លាប់ប្រមាថមើងងាយមិនព្រមតាមទ្រង់ឥឡូវកូនសូមជ្រកក្រោមលំត្រង់ជាលំដោត្រជាងមុនដងមានក្តីសុខដល់ប្រឡា
ដំណោះស្រាយនៅក្នុងគ្រួសារមាននៅក្នុងវិទ្យុគ្រួសារ FM 99.5មិត្តគ្រួសារ FM 99.5 MHz ជាទីគោរពនិងជាទីស្រឡាញ់លោកនាងកំពុងតែតាមដានស្ដាប់នៅក្នុងនេតិជំនឿខ្ញុំចម្ងល់អ្នកបាទដែលយើងលើកយកប្រធានបទការត្រាស់ហៅរបស់ព្រះមកពិភាក្សាបាទបើលោកអ្នកប្រិមិត្តលោកមានមន្ទិលមានជាសំណួរឬក៏ចង់ផ្ដល់ជាមតិនៅក្នុងបទពិសោធន៍ជីវិតរបស់លោកអ្នកបាទលោកអាចទូរស័ព្ទចូលរួមបានបាទគឺទូរស័ព្ទ078 087 និង012បាទ999 018និងមួយប្រព័ន្ធទៀត097លេខ5 999និង018ដូចគ្នាបាននីតិយើងនឹងស្វាគមន៍លោកអ្នកដោយក្តីសោមនស្សរីករាយបាទអរគុណណាស់ឥឡូវនេះយើងនឹងចូលទៅក្នុងការពិភាក្សានៅក្នុងប្រធានបទរបស់យើងតែម្ដងបាទតាក់ទងនឹងការត្រាស់ហៅរបស់ព្រះនេះបាទដោយលោកជម្រាបជូននៅក្នុងគោលបំណងបាទថាបងប្អូនខ្លះនៅមានមន្ទិលសង្ស័យគាត់ដឹងថាព្រះត្រាស់ហៅប៉ុន្តែអ្នកខ្លះបានតែត្រឹមពាក់កណ្ដាលហើយក៏ឈប់ទៅវិញថាព្រះត្រាស់ហៅបានតែប៉ុណ្ណឹងអ្នកខ្លះក៏រហូតទៅដល់ចុងបញ្ចប់ទៅថានេះគឺជាការត្រាស់ហៅខ្ញុំសម្រាប់កិច្ចការនោះអញ្ចឹងជាដំបូងបាទសូមលោកជួយផ្ដល់ជូនដល់លោកអ្នកនិងប្រិយមិត្តយើងថាអ្វីទៅដែលជាការត្រាស់ហៅពិតប្រាកដបាទនៅក្នុងការទទួលខុសត្រូវនោះដើម្បីកុំឲ្យប្រិយមិត្តយើងលោកមានមន្ទិលនោះសូមអញ្ជើញបាទដូចលោកនិយាយមិញអញ្ចឹងការសម្រេចចិត្តពាក្យកដាលទីស្រាប់តែឧបសគ្គគាត់បែរថយក្រោយអាហ្នឹងគាត់យល់ថាការត្រាស់ហៅជាអារម្មណ៍ការត្រាស់ហៅជាសញ្ចេតនាផ្លូវចិត្តដែលគាត់ចង់បានគាត់ទាមទារឲ្យសមបំណងដែលគាត់ធ្វើជាងដែលព្រះត្រាស់ហៅអញ្ចឹងនៅក្នុងភាសាក្រិកណា Klesis ដែលមកភាសាក្រិកណា Kaleo ហ្នឹងភាសា I call ភាសាក្រិកឬក៏ភាសាដែលព្រះប្រើនៅក្នុងន័យដែលលោកពោលតែងតែលើកនៅក្នុងព្រះគម្ពីរសញ្ញាថ្មីគឺបញ្ជាក់អំពីគំនិតនិងន័យពាក្យដែលឃើញថាការត្រាស់ហៅមិនមែនគ្រាន់តែជាអារម្មណ៍សប្បាយចំណែកមោទនភាពគ្រាន់តែដើរជាមួយព្រះស្គាល់ព្រះថាព្រះត្រាស់ហៅទេព្រះត្រាស់ហៅវាជាដែនកំណត់ណាជាបច្ចេកទេសអារម្មណ៍មានន័យថាម៉េចមានន័យថាគឺជាការទទួលស្គាល់ការពិតថាព្រះបានអញ្ជើញត្រាស់ហៅនឹងណាបាទបានអញ្ជើញដល់អ្នកជឿមនុស្សគ្រប់រូបឲ្យទទួលយកនៅក្តីសង្គ្រោះរបស់ព្រះដោយកិត្តិយសដើម្បីរួមចំណែកនៅក្នុងពន្ធកិច្ចរបស់ព្រះឬក៏បេសកកម្មរបស់ព្រះនៅលើផែនដីតាមរយៈព្រះនាមព្រះយេស៊ូវគ្រីស្ទអានឹងគេហៅថាត្រាស់ហៅបាទត្រាស់ហៅបានក្តីថាគឺជាបេសកកម្មជីវិតដែលធ្វើឲ្យអ្នកដទៃស្គាល់អំពីបំណងបាតីព្រះសម្រាប់ប្រោះប្រណីក្តីមេត្តានិងផ្ដល់ក្តីសង្គ្រោះដល់មនុស្សជាតិអានេះគេហៅថាការហៅត្រាស់ហៅដំបូងហើយអញ្ចឹងវាមិនមែននិយាយអំពីរឿងបែងចែកទីកន្លែងឋានានុក្រមការងារថាការត្រាស់ហៅនោះវាជារឿងមួយណារឿងមួយផ្សេងទេប៉ុន្តែការត្រាស់ហៅដែលសំខាន់គឺនៅក្នុងការចូលរួមណាដែលព្រះអញ្ជើញមនុស្សទាំងអស់ឲ្យទទួលនៅក្តីសង្គ្រោះរបស់ព្រះដោយកិត្តិយសដើម្បីឲ្យមនុស្សទាំងអស់បានចូលរួមចំណែកក្នុងបេសកកម្មនិងបំណងបហាតីរបស់ព្រះសម្រាប់មនុស្សជាតិទាំងឡាយឲ្យបានទទួលក្តីសង្គ្រោះតាមរយៈបេសកកម្មរបស់ព្រះយេស៊ូវគ្រីស្ទដែលក្នុងព្រះគម្ពីរថាព្រះអង្គឲ្យយើងផ្សាយដំណឹងល្អប្រកាសក្តីមេត្តាឲ្យគេស្គាល់នេះជាបេសកកម្មនៃការត្រាស់ហៅណាអញ្ចឹងខ្ញុំចង់ឲ្យលោកអ្នកយល់ដែរថាមិនមែនគ្រាន់តែរឿងការត្រាស់ហៅនឹងវាជាចេតនារំភើបអារម្មណ៍ដែលមានត្រឹមតែរយៈពេលមួយប្រព្រិចភ្នែកហើយក៏បាត់ទៅនោះទេប៉ុន្តែជាការអបក្រសោបជាមួយនឹងគោលបំណងដែលខ្លួនអាចចូលរួមបានជាមួយនឹងបេសកកម្មបើនិយាយស្រួលដូចថាយើងសមាជិកបកអញ្ចឹងណាបាទខ្ញុំសុំទោសក្នុងនិយាយចឹងដូច្នេះដើម្បីស្រួលយល់ពីព្រោះកាលណាយើងខ្លាយជាសមាជិកបុគ្គលណាមួយយើងពាក់លីពុះពៀដើម្បីសម្រេចនៅបេសកកម្មរបស់ស្ថាប័ននោះមិនថាយើងសមាជិកគ្រួសារសមាជិកស្ថាប័នសមាជិកក្រុមឬសមាជិកនិកាយឬសមាជិកនយោបាយសមាជិកអីទាំងអស់
ការចូលរួមចំណែកវាជាការអញ្ជើញកិត្តិយសដើម្បីឲ្យបេសកកម្មឬក៏និមិត្តរបស់ស្ថាប័នវាអាចជាប្រយោជន៍ដូច្នេះបានជាព្រះត្រាស់ហៅយើងឲ្យយើងមានចំណែកដើម្បីនាំក្តីសង្គ្រោះរបស់ព្រះអង្គទៅដល់មនុស្សសលោកដែលរស់នៅពីផែនដីដើម្បីឲ្យគេបានទទួលព្រះអង្គឲ្យស្គាល់តាមរយៈអង្គព្រះយេស៊ូវគ្រីស្ទនឹងឯងនេះគឺជាការត្រាស់ហៅសូមអរគុណបាទអរគុណបាទដែលលោកបំភ្លឺថាជាបេសកកម្មដែលព្រះអញ្ជើញមនុស្សទាំងអស់ឲ្យទទួលសេចក្តីទទួលសេចក្តីសង្គ្រោះដោយកិត្តិយសហើយឲ្យយើងមានចំណែកនៅក្នុងកិច្ចការព្រះអង្គលោកអាចជម្រាបជូនបានទេមនុស្សយើងអាចស្គាល់ពីការត្រាស់ហៅនេះដោយមានមធ្យោបាយយ៉ាងណាដើម្បីឲ្យគេបានដឹងថានេះគឺជាការត្រាស់ហៅរបស់ព្រះពិតប្រាកដនោះបាទបើនិយាយអំពីលក្ខណៈដែលយើងសម្គាល់ការត្រាស់ហៅរបស់យើងក្នុងនាមយើងជាអ្នកដែលថាតែព្រះត្រាស់ហៅណាជឿណាបាទយើងអាចសង្កេតបានពីរយ៉ាងទី1និយាយពីការត្រាស់ហៅព្រះត្រាស់ហៅនៅក្នុងអារម្មណ៍ចិត្តរបស់បុគ្គលបានស្គាល់ថាគឺជាកិច្ចការនៃអំណាចនៃព្រះចេស្តាព្រះដែលកំពុងតែជំរុញចិត្តបំផុសទឹកចិត្តជាអំណាចបារមីរបស់ព្រះវិញ្ញាណបរិសុទ្ធដែលជំរុញឲ្យយើងមានចិត្តចង់ធ្វើកិច្ចការណាមួយដែលយើងវាមិនអាចទៅរួចដែលអ្នកខ្លះហ៊ានផ្សាយដឹងនឹងល្អទោះបើគេបៀតបៀនគេធ្វើបាបនឹងជាអីជាការត្រាស់ហៅការត្រាស់ហៅវាជាអំណាចដែលកើតចេញពីព្រះវិញ្ញាណបរិសុទ្ធដែលព្រះកំពុងធ្វើការនៅក្នុងជីវិតដែលជាអំណាចនៃព្រះវិញ្ញាណនោះឯងដែលធ្វើឲ្យបុគ្គលម្នាក់ហ៊ានធ្វើកិច្ចការមួយហ៊ានលះបង់ដើម្បីជាពពកជាប្រយោជន៍ដល់អ្នកដទៃទោះបីជាកំពុងតែស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់ក៏ដោយការត្រាស់ហៅខាងក្នុងនេះហើយគឺជាចំណែកមួយដែលព្រះកំពុងតែសម្ដែងការអស្ចារ្យថាបុគ្គលនោះកំពុងប្រកាសខ្លួនថាខ្លួនគឺជាអ្នកដែលឈរឡើងសម្រាប់អ្នកដទៃមើលឃើញណាស្ថាកិច្ចការរបស់ព្រះកិច្ចការរបស់ព្រះបើយើងមើលជីវិតរបស់យូស្វេណាព្រះត្រាស់ហៅយូស្វេមិនមែនដោយព្រោះយូស្វេជាបុគ្គលល្អទេប៉ុន្តែយូស្វេដឹងខ្លួនថាព្រះអំណាចរបស់ព្រះបានគង់ជាមួយធានាបាននូវសិទ្ធិអំណាចដូចតែព្រះបានគង់ជាមួយនឹងម៉ូសេដែរហេតុអីគឺដើម្បីឲ្យសេរីល្អរបស់ព្រះបានស្ចាំងចែងសម្រាប់មនុស្សទូទៅគ្រប់ជំនាន់ណាវាអត់និយាយពីរឿងការប្រែចិត្តទៅលើកន្លែងហ្នឹងការត្រាស់ហៅខាងក្នុងមិនមែននិយាយពីរឿងថាយើងប្រែចិត្តពីអំពើបាបហើយខ្លាចជាកូនព្រះអត់និយាយអំពីរឿងថាពេលស្គាល់ព្រះហើយយើងមានចិត្តបំណងនឹងធ្វើការប្រែចិត្តវាជាមនសិការភ្ញាក់រលឹកគ្រប់ពេលនៅពេលដែលយើងដឹងថាយើងដើរជាមួយព្រះវិញ្ញាណធ្វើការឲ្យយើងដឹងខ្លួនថានោះជាអំពើបាបដឹងខុសដឹងត្រូវប៉ុន្តែរឿងការដែលប្រែចិត្តឬគឺការត្រាស់ហៅខាងក្នុងសំដៅអំពីអំណាចបច្ចេស្តាព្រះដែលធ្វើឲ្យបុគ្គលម្នាក់ហ៊ានពុះពៀនៅការទទួលខុសត្រូវកិច្ចការដែលពលិសម្រាប់កិត្តិយសរបស់ព្រះជាងការងារដែលខ្លួនផ្ដោតឃើញទេឃើញទេអ្នកខ្លះហ៊ានបោះបង់គ្រួសារខ្ញុំនិយាយបោះបង់គ្រួសារមិនមែនទៅលេងប្តីលេងប្រពន្ធទេអត់ទេបោះបង់គ្រួសារមានន័យថារហូតណារហូតដល់គាត់ឃើញថាអ្វីដែលជារឿងសំខាន់ក៏ពីប្រាប់ថាបើអ្នកមិនព្រមបោះបង់ពុកម្ដាយប្រពន្ធកូនដើម្បីខ្ញុំទេអ្នកមិនអាចធ្វើជាសិស្សខ្ញុំបានឡើយលោកអ្នកត្រូវយល់ពីបរិបទកន្លែងនេះព្រះអង្គមិនមែនឲ្យយើងទៅបោះបង់ទៅលេងប្រពន្ធកូនទៅកាត់ការមិត្តភ័ក្តិចោលអត់ទេប្រងឲ្យយល់ថាអ្វីជាអត្ថិភាពដែលព្រះជាម្ចាស់ជីវិតនៅពេលដែលយើងព្រមនឹងស្គាល់ព្រះប្រៀបដូចយើងកំពុងដើរតាមហើយយើងឃើញនៅក្នុងរឿងចិនណាកាលណាយើងព្រមធ្វើជាសិស្សរបស់មួយយើងហ៊ានវាសំពីមកបង្វិចហ្នឹងគឺថាចាក់ចេញគ្រួសារដើម្បីទៅឈុងចាប់នៅជីវិតមួយដែលប្រសើរព្រះចង់ប្រាប់ថាជីវិតមិនមែនផ្ដោតទៅលើតែរឿងប៉ុណ្្នឹងទេយើងផ្ដោតទៅមើលអ្វីដែលជាក្តីសង្ឃឹមដែលអាចនឹងផ្លាស់ប្ដូរនេះជាការត្រាស់ហៅឃើញទេបាទអានឹងនិយាយពីការត្រាស់ខាងក្នុងចុះបើការត្រាស់ហៅខាងក្រៅមានន័យថាម៉េចស្មាត់លទ្ធិឬក៏សញ្ញាណដែលឲ្យយើងឃើញអំពីការត្រាស់ហៅគឺជាការសម្ដែងនៅព្រះបន្ទូលរបស់ព្រះតាមរយៈដំណឹងល្អណាយើងឃើញថាក្រៅពីភាពឆេះជួលនឹងការទទួលខុសត្រូវនឹងអំណោយទានឬក៏ការដែលយើងរួមចំណែកកិច្ចការរបស់ព្រះនឹងការត្រាប៉ុន្តែការក្រៅមានន័យថាដំណឹងល្អរបស់ព្រះកំពុងរីករាលដាលយើងរស់នៅដោយព្រោះតែដំណឹងល្អបាទ
សូមអញ្ជើញបន្ត ចឹងហើយបានយើងឃើញថាការផ្សាយដំណឹងល្អវាជាគោលបំណងដើម្បីឲ្យមនុស្សលោកជនរួមជាតិណែមនុស្សលោកសលោកទាំងអស់លោកបានឃើញអំពីប្រជាស្ដារនៃដំណឹងល្អរបស់ព្រះថាដំណឹងល្អរបស់ព្រះនោះជាអីបាទដំណឹងល្អទាំង4មិនមែនម៉ាថាយម៉ាកុសលូកាយូហានទេបាទលោកអ្នកដឹងហើយដំណឹងល្អគឺនិយាយអំពីទាំងមូលដែលព្រះបង្កើតផ្ទៃមេឃផែនដីណាមនុស្សមានបាបយ៉ាងម៉េចហើយមនុស្សត្រូវការព្រះអង្គសង្គ្រោះយ៉ាងម៉េចហើយមនុស្សនឹងទទួលបាននូវសេចក្តីសង្ឃឹមនិងជីវិតថ្មីយ៉ាងម៉េចនេះជាដំណឹងល្អរបស់ព្រះជាម្ចាស់ទាំងមូលដែលនិយាយអំពីសិទ្ធិអំណាចព្រះបន្ទូលរបស់ព្រះអញ្ចឹងការត្រាស់ហៅគឺជាការចូលរួមចំណែកនៃដើមប្រវត្តិសាស្ត្រនៃទំព័រប្រវត្តិសាស្ត្រមនុស្សលោកតាំងពីព្រះបង្កើតផ្ទៃមេឃផែនដីមនុស្សមានបញ្ហាមនុស្សត្រូវការស្គាល់ព្រះដើម្បីផ្លាស់ប្ដូរជីវិតទៅរកព្រះហើយមនុស្សទៅរស់នៅដើម្បីស្គាល់ព្រះគុណរបស់ព្រះដើម្បីរស់នឹងការផ្លាស់ប្ដូរមានតែអំណាចរបស់ព្រះទេដែលធ្វើឲ្យមនុស្សអាចនឹងមានក្តីសង្ឃឹមតាមរយៈព្រះលិខិតរបស់ព្រះអង្គដែលជាលិខិតដែលលាងជម្រះអស់ទាំងអំពើបាបមនុស្សលោកដែលគ្មានអង្គណាដែលអាចជួយបានហើយអ្នកណាដែលជឿព្រះអង្គនឹងបានជីវិតអស់កលជានិច្ចអ្នកណាជឿព្រះអង្គរួចពីបាបអ្នកណាជឿព្រះអង្គនឹងបានទទួលជីវិតណារបបរិបូរណ៍អ្នកណាជឿព្រះអង្គនឹងមានបច្ចេស្តាព្រះមាននឹងហើយជាដំណឹងល្អដែលព្រះបានត្រាស់ហៅនៅពេលដែលយើងដឹងការនេះជាពិតប្រាកដនៅក្នុងជីវិតយើងកំពុងសម្ដែងជីវិតយើងនៅក្នុងសភាពខាងក្រៅដោយមានសង្ឃឹមសម្ដែងរស់នៅស្របនឹងសង្ឃឹមនឹងក្នុងដំណឹងល្អរបស់ព្រះជាម្ចាស់នោះឯងសូមអរគុណបាទអរគុណណាស់បាទចំពោះការបំភ្លឺបាទកាន់តែច្បាស់ថែមទៀតនៅដល់លោកអ្នកប្រិមិត្តយើងដែលលោកមានមន្ទិលនោះបាទសូមលោកជួយបន្ថែមបន្តិចទៀតបាទខ្លីក៏បានដែរចុះតាក់ទងចំពោះអំណោយទានទេពកោសលឬក៏ការប៉ិនប្រសពរបស់មនុស្សនោះតើចំពោះព្រះត្រាស់ហៅនោះតើព្រះព្រះអង្គបានគិតពីការនោះឬក៏ព្រះអង្គជាអ្នកធ្វើការនោះដែរបាទបើនិយាយអំពីអំណោយទានទេពកោសលសមត្ថភាពណាដងនិស័យទាំងអស់នេះភាសាខ្មែរលោកអ្នកបានឃើញហើយភាសាអង់គ្លេសក៏មានច្រើនដែរហើយខ្ញុំនឹងបញ្យល់មិនថាអង់គ្លេសភាសាក្រិច gift អីក្តីមាតនាក្តីឬក៏ Doron Doria Charisma សុទ្ធសឹងតែបញ្ជាក់អំពីរឿងសមត្ថតតងទៅនឹងរឿងសមត្ថភាពខាងក្នុងអំណោយទានទេពកោសលសមត្ថភាពដងអញ្ចឹងភាសារបស់យើងដែលគេថាអំណោយទានឬក៏សមត្ថភាពនេះអង់គ្លេស gift ដែលស្មើនឹងភាសាអង់គ្លេសថា gift អង់គ្លេសហើយភាសាក្រិចមានថា matana បានសំដៅទៅលើអំពីរឿងតកតងជាមួយនឹងរង្វាន់កិត្តិយសណាដែលត្រូវលើកឡើងនិងផ្ដល់សម្រាប់ជាអីជាប្រយោជន៍ណាភាសាអំណោយទានឬក៏ទេពកោសលនៅក្នុងភាសាខ្មែរអាចថាមកពីការរៀនសូត្រណាដងមកពីកំណើតភាសាឪពុកមានឈាមជ័រជាអ្នកភ្លេងតែដងតែបើនិយាយអំណោយទានជាទេយ្យទានណាដែលនរណាម្នាក់ឲ្យអ្នកដូចជាលទ្ធភាពដែលអ្នកណាអត់មានប៉ុន្តែអ្នកអីឲ្យដូចជាយើងអត់ចេះច្រៀងសោះស្រាប់តែយើងសុំថាអូបើសិនមានម្ចាស់ទឹកម្ចាស់ដីខ្ញុំចេះឲ្យចេះពួយស្រាប់តែផ្លាស់ប្ដូរខុសពីធម្មតាអាហ្នឹងគេហៅទេយ្យទានឬក៏អំណោយទានណាបាទអញ្ចឹងអ្នកខ្លះក៏អត់ចូលចិត្តទេយ្យទានពីព្រោះជាភាសាវប្បធម៌ហើយមានគ្រូខ្លះលោកប្រកាន់ដែរថាយើងត្រូវតែប្រើពាក្យវប្បធម៌អញ្ចឹងបើខ្ញុំព្យាយាមនិយាយឲ្យចំថាអ្វីទៅភាសាវប្បធម៌ពេលខ្លះយើងត្រូវបែងចែកពិបាកដែរណាបាទហើយអញ្ចឹងសូមឲ្យយល់ហើយបើលោកអ្នកជាអ្នកដែលតាមដានអាច call យើងកំពុងតែបញ្ជាក់លោកអ្នកយល់អ្វីទៅជាភាសាព្រះបន្ទូលព្រះអង្គអ្វីជាភាសាវប្បធម៌អ្វីជាភាសាជាតិដែលយើងត្រូវរក្សាបាទក្នុងន័យនេះខ្ញុំព្យាយាមឲ្យលោកអ្នកយល់ថាតើអំណោយទាននឹងវាកើតឡើងម៉េចអំណោយទាននឹងបើនិយាយនៅចំពោះព្រះវាជាទេយ្យទានឬក៏ជាពពកជាកិត្តិយសល្អវិសេសដែលព្រះបានឲ្យអង់គ្លេសវាស្មើនឹងពាក្យភាសា Christmas ឬក៏ Grace ឃើញទេបាទ gift ដដែលហ្នឹងមិនមានន័យថាជាការរៀនសូត្របានដោយចំណេះសមត្ថភាពយើងទេប៉ុន្តែវាជាប្រគុណវាជាបំណងចិត្តវាជាការពេញចិត្តរបស់បុគ្គលមួយដែលផ្ដល់ឲ្យជាប្រយោជន៍សម្រាប់អីសម្រាប់ការល្អវាខុសពីទេពកោសលធម្មជាតិទេពកោសលធម្មជាតិបានគេថាឈាមជន់អ្នកភ្លេងក៏ចេះភ្លេងប៉ុន្តែមាននិយាយពីទេយ្យទានវាជាពពកជាកិត្តិយសដែលព្រះបានឲ្យណាបាទអាហ្នឹងនិយាយអំពី
gift អញ្ចឹងឬអំណោយទានអញ្ចឹងបានយើងត្រូវយើងការត្រាស់ហៅរបស់ព្រះអង្គឲ្យយើងមានអំណោយទានវាផ្សារភ្ជាប់ជាមួយនឹងព្រះគុណឃើញទេពីព្រោះយើងបានទទួលនៅពេលដែលយើងដឹងថារៀនដោយមិនបានមួយរៀនដោយចេញលុយមួយទេយើងរៀនដោយបានដោយទៅទេដូចអ្នកខ្លះអត់រៀនអង់គ្លេសវាស្រាប់តែគាត់រៀនបានតែ3ខែស្រាប់គាត់ចេះគាត់ឃើញអ្នកខ្លះអត់ចេះអង់គ្លេសថាព្រះអង្គឲ្យសូមឲ្យខ្ញុំចេះអង់គ្លេសគាត់ចេះអង់គ្លេសគាត់ដឹងថាការសមត្ថភាពគាត់មិនគួរជាអ្នកដែលប៉ាកែអង់គ្លេសប៉ុន្តែគាត់អាចរៀនបានដោយព្រោះអីគាត់មានបញ្ញាដោយសារតែប្រគុណព្រះឲ្យគាត់ដឹងខ្លួនភ្លាមថានេះមិនមែនជាសមត្ថភាពឬក៏អំណាចធម្មជាតិសមត្ថភាពធម្មជាតិពីកំណើតទេប៉ុន្តែជាការធ្វើអន្តរាគមពីអំណាចរបស់ព្រះដែលជួយឲ្យគាត់មានសមត្ថភាពខាត់ឡើងអញ្ចឹងមនុស្សដែលមានអំណោយទានបែបនេះវាជាការត្រាស់ហៅដើម្បីការតបស្នងជីវិតរបស់គាត់គឺជាគ្រឿងបូជាសម្រាប់ព្រះដើម្បីជាកិត្តិយសសម្រាប់អំណោយទានដ៏ល្អជាពពកទៅដល់អ្នកដទៃខុសគ្នាណាការត្រាស់ហៅឲ្យយើងមានអំណោយទានមិនមែនជាការដែលយើងរស់នៅដើម្បីសម្ដែងសមត្ថភាពជាការបំផ្លាញទេខុសគ្នាអ្នកខ្លះយកអំណោយទានទៅបំផ្លាញទៅបំប៉ោងទៅអួតដល់អ្នកដទៃប៉ុន្តែផ្ទុយទៅវិញអំណោយទានដែលព្រះឲ្យគឺជាប្រពោជាកិត្តិយសដើម្បីឲ្យអ្នកដទៃនឹងរស់បានណាមិនមែនជាការធ្វើឲ្យអ្នកដទៃណារស់នៅដោយសោះកក្រោះប៉ុន្តែជាប្រយោជន៍ដើម្បីឲ្យព្រះបានចម្រើនពរតាមរយៈការដឹងគុណពីព្រោះព្រះបានឲ្យយើងដោយព្រះគុណហើយយើងមិនស័ក្តិសមទទួលសូមអរគុណបាទអរគុណបាទសូមអនុញ្ញាតសម្រាប់មួយផ្លែតបាទសូមលោកអ្នកប្រិមិត្តរីកំសាន្តបាទជាមួយនឹងបទចម្រៀងមួយបទទៀតបាទយើងនឹងវិលមកជួបគ្នាបន្តពីបទចម្រៀងបាទលោកអ្នកមានជាសំណួរបាទឬក៏ចង់ចូលរួមផ្ដល់ជាមតិឬក៏មានជាអនុសាសន៍លោកក៏អាចចូលរួមបានដែរបាទក្នុងពេលដែលស្ដាប់បទចម្រៀងលោកក៏អាចចូលរួមបានបាទយើងនឹងទទួលលោកអ្នកដោយក្តីសោមនស្សរីករាយបាទសូមរីករាយកំសាន្តដោយមេត្រីជីវិតខ្ញុំហោះហើរព្រាមដូចជាផ្សែងដូចជាខ្លាញ់ដាច់ខ្សែរសាន់តាមខ្យល់សែនធុញថប់នៅក្នុងចិត្តពិបាកនឹងវាចាថ្លែងក៏ទង់ម្នាក់ឯងគ្មានអ្នកណាជួយខ្ញុំបានមានថ្ងៃមួយជាថ្ងៃខ្ញុំសម្រេចចិត្តជាដល់ព្រះពិតស្ម័គ្រចិត្តបម្រើព្រះអង្គព្រះវិញ្ញាណបរិសុទ្ធរបស់ទ្រង់នាំជីវិតខ្ញុំទៅរកនៅការសង្គ្រោះគឺមានតែព្រះយេស៊ូវជាព្រះសង្គ្រោះហើយនឹងយើងឡើងក្នុងនាមព្រះអង្គម្ចាស់ក្តីស្រឡាញ់របស់ទ្រង់សែនធំខ្លាំងណាស់ព្រះអង្គជាម្ចាស់នៃពិភពលោកទាំងមូលអរគុណមិត្តដែលមានចិត្តនាំរូបខ្ញុំឲ្យស្គាល់ព្រះអង្គហើយនាំខ្ញុំទៅថ្វាយខ្លួនសូមព្រះអង្គទទួលយករូបខ្ញុំជាបុណ្យស្ងួនរបស់ទ្រង់មានជីវិតសង្សារអង្គមានតែព្រះយេស៊ូវជាព្រះសង្គ្រោះហើយនឹងយើងឡើងក្នុងនាមព្រះអង្គម្ចាស់ក្តីស្រឡាញ់រ
របស់ទ្រង់សែនធំខ្លាំងណាស់ព្រះអង្គជាម្ចាស់នៃពិភពលោកទាំងមូលអរគុណមិត្តដែលមានចំណំរូបខ្ញុំឲ្យស្គាល់ព្រះអង្គហើយនាំខ្ញុំទៅថ្វាយខ្លួនសូមព្រះអង្គទទួលយករូបខ្ញុំជាបំស្ងួនរបស់ទ្រង់មានជីវិតសង្សារអង្ករស្ងួនរបស់ទ្រង់មានជីវិតសង្សារអង្ករបាទលោកនាងប្រិមិត្តគ្រួសារ FM 99.5 MHz ជាទីគោរពនិងជាទីមេត្រីលោកអ្នកកំពុងតែតាមដានស្ដាប់បាននៅក្នុងនីតិជំនឿខ្ញុំចម្ងល់អ្នកដែលយើងលើកយកប្រធានបទការត្រាស់ហៅរបស់ព្រះមកពិភាក្សាបាទយើងក៏បំរើលោកអ្នកប្រិមិត្តជាងកន្លះម៉ោងទៅហើយក៏មិនទាន់ឃើញលោកអ្នកប្រិមិត្តយើងលោកទូរស័ព្ទចូលរួមនៅឡើយបាទបើលោកមានជាសំណួរបាទចម្ងល់ឬក៏មានការសង្ស័យឬក៏ចង់ចូលរួមជាមតិឬក៏មានជាអនុសាសន៍ឬក៏បទពិសោធន៍របស់លោកអ្នកជាមួយនឹងព្រះអង្គក្នុងការត្រាស់ហៅនេះបាទលោកក៏អាចទូរស័ព្ទចូលរួមជាមួយនឹងនីតិរបស់យើងបាទយើងនឹងស្វាគមន៍លោកអ្នកដោយក្តីសោមនស្សរីករាយបាទឥឡូវយើងនឹងបន្តការពិភាក្សាបន្តទៀតបាទអរគុណបាទចំពោះលោកវាគ្មិនកិត្តិយសដែលបានជម្រាបជូនបាទយ៉ាងច្រើនមកហើយអំពីអត្តន័យនៃការត្រាស់ហៅនិងបុគ្គលិកលក្ខណៈទេពកោសល្យការប៉ិនប្រសពបាទរបស់យើងដែលព្រះអង្គត្រាស់ហៅឲ្យមានចំណែកក្នុងការបម្រើឬក៏ទទួលខុសត្រូវនៅកិច្ចការដែលព្រះអង្គមានផែនការសម្រាប់ជីវិតម្នាក់ៗផងដែរអរគុណជាបន្តទៀតបាទសូមលោកជួយបំភ្លឺជូនដល់ប្រិយមិត្តរបស់យើងបន្ថែមបាទនៅក្នុងដំណើរជីវិតដែលព្រះបានត្រាស់ហៅគាត់ហើយតើគាត់មានភាពខុសប្លែកបាទពីធម្មតានោះយ៉ាងម៉េចបាទដើម្បីឲ្យអ្នកដទៃគេមើលឃើញថាគាត់ពិតជាមនុស្សដែលផ្លាស់ប្ដូរបាទហើយជាម្នាក់ដែលទទួលការត្រាស់ហៅពីព្រះយ៉ាងពិតប្រាកដនោះបាទសូមអញ្ជើញអញ្ចឹងដូចពីជំរាបអញ្ចឹងការត្រាស់ហៅព្រះអង្គមិនមែនគ្រាន់តែការសម្ដែងអំពីការឆ្លើយតបចំពោះសកម្មភាពខាងក្នុងមានន័យថាការសម្ដែងទឹកចិត្តភាពបដិញ្ញាពុះពៀណាតស៊ូអត់ធ្មត់ទ្រាំទ្រលំបាកនៅក្នុងជីវិតដែលយើងដើរជាមួយព្រះទេហើយចំពោះដំណឹងល្អក៏យើងត្រូវភ្ជាប់ជាមួយនឹងជំហរជំនឿយើងស្គាល់ព្រះច្បាស់អានេះជាការត្រាស់ពីព្រោះយើងស្គាល់គោលដៅស្គាល់បេសកកម្មយើងស្គាល់ការដែលយើងអាចធ្វើដំណើរជាមួយព្រះប៉ុន្តែទីសម្គាល់ដែលយើងឃើញពីការដែលព្រះត្រាស់ហៅគឺនៅពេលយើងដឹងថាតម្រេះបញ្ញារបស់ព្រះកំពុងតែផ្ដល់ប្រឹក្សាឬក៏បង្រៀនយើងឲ្យយើងស្គាល់ព្រះអង្គច្បាស់ដើម្បីយើងអាចទុកចិត្តព្រះអង្គនៅក្នុងអំណោយទានដែលខ្ញុំនិយាយអំបញ្ញមិញអំណោយទានមានន័យថាជាក្តីសង្គ្រោះជាសមត្ថភាពជាក្តីសង្ឃឹមដែលយើងមិនអាចទៅមុខបានបាទអញ្ចឹងហើយបានជាសញ្ញាណពីការត្រាស់ហៅវាคล้ายទៅជាការដែលធ្វើឲ្យជីវិតពោពេញចម្រើនឡើងនៅក្នុងការបំពេញនៅបេសកកម្មណាអានេះឲ្យគេថាការតបស្នងយើងស្រឡាញ់ព្រះមិនមែនយើងខំបម្រើព្រះមិនមែនដោយព្រោះដើម្បីយើងឲ្យព្រះស្រឡាញ់យើងឯងពីព្រះស្រឡាញ់យើងហើយបានយើងខំសម្ដែងសម្រេចឬក៏បំពេញជីវិតទៅដោយភាពពុះកញ្ជ្រោលដូចជាការទទួលត្រូវនាំដំណឹងល្អរបស់ព្រះសម្រាប់មនុស្សដទៃបង្រៀនផ្សាយបង្វឹករស់នៅឲ្យដើម្បីធ្វើយ៉ាងណារៀបចំផ្លូវឲ្យមនុស្សឬចំនួនឬកូនចៅពីចំនួនមួយឲ្យបានស្គាល់ព្រះនេះជាការត្រាស់ហៅផ្លាស់ប្ដូរទី2សញ្ញាណដែលនិយាយអាចពីការផ្លាស់ប្ដូររបស់បុគ្គលពេលដែលព្រះត្រាស់ហៅគាត់គឺដែលដឹងថាគាត់មានក្តីសង្ឃឹមសេចក្តីសង្ឃឹមគាត់ជឿថាព្រះមិនបានបោះបង់ចោលគាត់ទេមិនមែនទុកឲ្យគាត់នៅវេទនាទេពីព្រោះព្រះត្រាស់ហៅ
ជាការចូលរួមចំណែកជាការបដិវត្តនៅជីវិតមួយដែលអាចធ្វើឲ្យជីវិតមើលឃើញនៅភាពជោគជ័យនៅពេលដែលព្រះបានធ្វើកិច្ចការបេសកកម្មសម្រេចនៅក្នុងជីវិតដូចនៅព្រះត្រាស់ហៅព្រះមានជ័យជំនះហើយអញ្ចឹងកាលណាចូលនៅក្នុងបេសកកម្មរបស់ព្រះដំណើរជីវិតជាមួយព្រះភាពជោគជ័យរបស់ព្រះក៏คล้ายទៅជាជោគជ័យរបស់យើងដែរអញ្ចឹងក្តីសង្ឃឹមរបស់មនុស្សដែលមានការត្រាស់ហៅរបស់បុគ្គលម្នាក់របស់ព្រះចំពោះបុគ្គលម្នាក់មិនមែនគាត់រស់នៅដោយបោះបង់ដំណើរជីវិតកដាលទីទេតែគាត់កំពុងតែបន្តជីវិតពីព្រោះឃើញថាព្រះបានត្រាស់ហៅគាត់មិនមែននៅក្នុងភាពបរាជ័យការបោះបង់ជំនឿប៉ុន្តែជាការបន្តភាពអត់ធ្មត់ហើយគម្ពីរក៏បញ្ជាក់ថាហើយនៅក្នុងពេត្រុសច្រើនកន្លែងខ្សែទី1ទី2និយាយអំពីទុក្ខលំបាកនៅលើនេះគ្រាន់តែជាអីណាគ្រាន់តែជាគ្រឿងលម្អគ្រាន់តែជារឿងមួយដែលយើងត្រូវទទួលស្គាល់ការពិតប៉ុន្តែវាជំរុញឲ្យបុគ្គលម្នាក់កាន់តែទៅមុខជានិច្ចណាអានេះជារឿងពីព្រះសន្យាថាជីវិតមិនមែនស្ថិតតែយើងជឿព្រះតែប៉ុណ្្នឹងប៉ុន្តែជាក្តីសង្ឃឹមក្នុងអង្គព្រះយេស៊ូវគ្រីស្ទដែលព្រះបានរៀបចំផ្លូវសម្រាប់ក្តីសង្ឃឹមហើយក្តីសង្ឃឹមនោះជាការរស់នៅក្នុងដំណើរផែនដីណាព្រះត្រាស់ហៅពីជីវិតមួយដែលអត់ដឹងគោលដៅឲ្យទៅជីវិតដែលមានគោលដៅទៅណាយើងទៅឲ្យព្រះយើងមិនមែនរស់នៅដោយវិលដូចវត្តសង្សារហើយក៏មិនមែននៅក្នុងជំនឿតាមរយៈទស្សនៈរបស់លោកបណ្ឌិតហុកសវណ្ណដែលលោកកែជាអ្នកប្រាជ្ញនៅក្នុងពុទ្ធសាសនាលោកបានបង្រៀនមិនមែនរឿងឧបនិស្ស័យតើយើងមានឧបនិស្ស័យទើបយើងស្ដាប់ធម៌បានទេប៉ុន្តែវាជាអីវាជាសមត្ថភាពរបស់ព្រះដែលព្រះបានរើសយើងហើយហៅយើងឲ្យចូលរួមបេសកកម្មរបស់ព្រះដើម្បីក្លាយជាបុគ្គលមានសង្ឃឹមនៅក្នុងផ្លូវជីវិតគឺផ្លូវទៅឯឋានសួគ៌ជាមួយព្រះទី3ជីវិតដែលសញ្ញាណការត្រាស់ហៅគឺជាជីវិតរស់នៅក្នុងភាពបរិសុទ្ធដែរបានគេថាព្រះហៅយើងគឺត្រាស់ហៅឲ្យដឹងថាយើងជាសះនៃឋានសួគ៌ហេព្រើរ 1:3 ព្រះអង្គរាប់យើងជាសះនៃឋានសួគ៌មិនមែនសះនៃផែនដីណាយើងមោទនភាពយើងខ្លាយទីពលរដ្ឋរបស់អាមេរិកអ្នកខ្លះយើងមោទនភាពខ្លាយពលរដ្ឋរបស់ខ្មែរប៉ុន្តែព្រះប្រាប់តើអ្នកមិនមោទនភាពទេឬអីនៅពេលដែលព្រះហៅលោកអ្នកឲ្យខ្លាយជាសះនៃឋានសួគ៌ឋាននៃឋានសួគ៌គឺជាសញ្ញាណមួយថ្មីដែលភ្ជាប់ឲ្យជីវិតអ្នកជឿព្រះអង្គថាគាត់រស់នៅដើម្បីសម្គាល់សេចក្តីសង្ឃឹមដល់អ្នកដទៃឃើញអំពីជីវិតមិនមែនរស់ដោយអស់សង្ឃឹមទេពីព្រោះព្រះរស់ព្រះមានគោលដៅហើយព្រះរាប់ជាឋានសួគ៌មនុស្សទៅរស់មានគោលដៅហើយបរិសុទ្ធហើយរបៀបដែលគេរស់នៅមិនមែនជាទីបញ្ចប់នៃផែនដីទេប៉ុន្តែក្តីសង្ឃឹមតជាងគ្រីស្ទបរិស័ទទៅរស់នៅដំណើរជីវិតពេញដោយគុណតម្លៃនៃការត្រាស់ហៅអេបេសូ 4:1 ណាជាសញ្ញាណនៃជំនឿដើម្បីគាត់បង្ហាញពីការត្រាស់របស់ព្រះក្នុងសង្ឃឹមដើម្បីចែករំលែកក្តីសង្ឃឹមទៅដល់អ្នកដទៃបាទអញ្ចឹងនេះជាការត្រាស់ហៅដែលក្តីសង្ឃឹមរបស់យើងទៅណាអញ្ចឹងមិនថាលោកអ្នកឆ្លងកាត់ជំនឿរបស់យើងនៅក្នុងជុំបិណ្ឌក៏ខ្ញុំធ្លាប់និយាយចូលឆ្នាំក៏ធ្លាប់និយាយឥឡូវនៅក្នុងរកឋិនហើយពេលខាងមុខរឿងរដូវបុណ្យអុំទូកទៀតតើអ្វីជាជំនឿអ្វីជាក្តីសង្ឃឹមដែលលោកអ្នករស់នៅក្នុងជំនឿរបស់យើងម្នាក់ខ្ញុំមិនបដិសេធទេគឺខ្ញុំធ្លាប់និយាយហើយប្រពៃណីល្អវាជាមរតកវប្បធម៌របស់ជាតិដែលយើងត្រូវរៀនឆ្លុះបញ្ចាំងអំពីជីវិតដែលយើងត្រូវដឹងថាតើជំនឿខ្ញុំនៅត្រង់ណាដើម្បីឲ្យក្តីសង្ឃឹមរបស់ខ្ញុំបានទៅមុខអញ្ចឹងយើងបើគ្មានវប្បធម៌យើងមិនអាចឃើញអំពីណាក្តីសង្ឃឹមនិងការរស់នៅដើម្បីឲ្យមានតម្រេះបញ្ញាទេដូច្នេះព្រះបានលើកទឹកចិត្តឲ្យយើងរស់នៅដើម្បីក្លាយទៅជាបុគ្គលម្នាក់ស័ក្តិសមនឹងការត្រាស់ហៅពីព្រោះយើងក្លាយជាសះនៃឋានសួគ៌របស់ព្រះទេសាឡូនីកចំពុក1:2ចំពុក1ខ្សែទី2ហើយខ11បាទសូមអរគុណបាទអរគុណបាទចំពោះការបំភ្លឺដែលតាក់ទងទៅនឹងគុណតម្លៃដែលយើងបានទទួលការត្រាស់ហៅពីព្រះនោះគឺពិតជាបានទទួលតាមការបំភ្លឺរបស់លោកគឺត្រឡប់ទៅជាសះនៃនគរឋានសួគ៌ហើយយើងបានបរិសុទ្ធហើយយើងក៏បានទទួលសេចក្តីសង្គ្រោះបាទមានលោកអ្នកប្រិមិត្តរបស់យើងលោកក៏នៅតែមានចម្ងល់ដែរចំពោះការត្រាស់ហៅនេះបាទលោកមានចម្ងល់ថាអ្នកខ្លះគឺព្រះត្រាស់ហៅគ្រាន់តែធ្វើជាក្រុមជំនុំធម្មតាហើយបានទទួលសេចក្តីសង្គ្រោះហើយអ្នកខ្លះព្រះក៏បានត្រាស់ហៅដើម្បីឲ្យធ្វើជាអ្នកដឹកនាំបាទដឹកនាំគេនៅក្នុងកិច្ចការបម្រើព្រះអង្គដោយគាត់បម្រើព្រះអង្គពេញពេលបាទអ្នកខ្លះក៏បម្រើពាក់កណ្ដាលពេលអីអញ្ចឹងទៅអញ្ចឹងចំពោះការត្រាស់ហៅរបស់ព្រះដោយលោកជម្រាបជូនអំពីរង្វាន់ដែលព្រះអង្គឲ្យនៅនគរឋានសួគ៌នោះតើវាមានត្រាស់ហៅណាដែលមានរង្វាន់ធំ
ក្រុមជំនុំធម្មតាឬក៏អ្នកដឹកនាំឬក៏អ្នកខ្នាតព្រះត្រាស់ហៅកម្រិតណាដែលបានរង្វាន់ធំជាងឬក៏យ៉ាងណាដែរបាទនៅក្នុងកាពីនិយាយពីការត្រាស់ហៅរង្វាន់ហ្នឹងវាមិនមែនស្ថិតនៅលើតួរលេខទំហំអគារកិត្តិយសប៉ុន្តែជាអ្នកស្មោះត្រង់ល្អដែលកាពីមកថៃថាជាបាវបំរើស្មោះត្រង់បានអីថាគឺជាអ្នកដែលទទួលចំណែកនៃដំណឹងល្អរបស់ព្រះហើយទទួលត្រូវបានប្រសើរបាទណែតែព្រះអង្គប្រៀបធៀបថាតើយើងទទួលខុសត្រូវមិនថាសមត្ថភាពចំណេះដឹងអំណោយទានរបស់យើងបានកម្រិតណាទេព្រះបានឲ្យយើងបន្តទទួលខុសត្រូវអញ្ចឹងរង្វាន់នៅក្នុងកាពីកូរិនថូក៏និយាយដែររង្វាន់ដែលព្រះអង្គឲ្យទៅតាមណាទៅតាមលទ្ធភាពនៃការទទួលខុសត្រូវរបស់យើងវាមិនខុសអីនៅក្នុងជីវិតដែលយើងលើផែនដីទេនៃដដែលក៏ដូចនឹងជីវិតកាលណាយើងប្រឹងអីយើងព្យាយាមស្មោះត្រង់អីនៅពេលដែលគេជោគជ័យមកដល់ឧទាហរណ៍យើងមេភូមិណាយើងមិនប្រាថ្នាមេភូមិទេប៉ុន្តែយើងលះបង់យើងធ្វើការល្អយើងលះបង់សម្រាប់អ្នកដទៃអញ្ចឹងចង់មិនចង់គេផ្ដល់កិត្តិយសយើងជាមេភូមិគេរົບគោរពឲ្យតម្លៃរាប់អានហើយដូចគ្នាព្រះមិនសំដៅទៅលើមុខមាត់កិត្តិយសប៉ុន្តែកាពីវិវរណៈគឺសំដៅទៅលើកូនជាមកព្រះអង្គដែលស្មោះត្រង់ដែលមានព្រះយេស៊ូវជាព្រះដែលជាបន្ទាល់នៅក្នុងជីវិតឯងអ្នកនោះនឹងបានរង្វាន់ឯរង្វាន់របស់គេគឺជាមហមង្គតជាភួងជ័យដែលព្រះបានមានជ័យជំនះរួចហើយអញ្ចឹងសូមឲ្យលោកអ្នកគិតដែរថាការត្រាស់ហៅនៅក្នុងនគរឋានសួគ៌ខ្ញុំមិនហ៊ាននិយាយអីជ្រៅជាងនឹងពីព្រោះវាជាការទូត្រូវរបស់យើងនៅលើផែនដីព្រះអង្គថានឹងព្រះអង្គនឹងចែករង្វាន់ទៅតាមអំណោយទានទៅតាមការដែលយើងបានធ្វើនៅលើផែនដីណាដើម្បីតែយើងទទួលត្រូវបានប៉ុណ្ណាយើងអ្នកជឿបានកម្រិតណាដូច្នេះដើម្បីឲ្យយើងរស់នៅមានគោលដៅពិតប្រាកដយើងខំបរិច្ចាគយើងជាអ្នកជឿយើងមិនមែនគ្រាន់តែធ្វើទានទេយើងកាលណាធ្វើទានវាគ្រាន់តែគំនិតមួយដើម្បីគ្រាន់សន្សំកុសលហើយតើលើសពីនឹងយើងធ្វើអីអានេះវាជាចម្លើយមួយសម្រាប់ឲ្យយើងបានពិចារណាទាំងអស់គ្នាអញ្ចឹងការដែលយើងធ្វើមិនមែនដើម្បីសម្លឹងនៅបានរង្វាន់ទេណាបាទទោះបើយើងអត់មានរង្វាន់ពីព្រះក៏យើងដើរដោយធ្វើដោយសេចក្តីស្រឡាញ់ពីព្រោះព្រះយើងវិសេសជាងរង្វាន់ភាពស្មោះត្រង់ការស្គាល់ព្រះជាតម្រេះបញ្ញាចឹងហើយបានតែយើងត្រូវស្គាល់អាទិត្យមុននិយាយពីការដែលព្រះជ្រើសរើសយើងឲ្យក្លាយជាបុគ្គលពិសេសដែលមានភាពដែលប្រើប្រាស់ឲ្យស្ទុកចិត្តនៅក្នុងព្រះបន្ទូលនៅក្នុងកូរិនថូស41ខ26និយាយពោលគឺលក្ខខណ្ឌជីវិតដែលព្រះត្រាស់ហៅយើងមិនមែនដើម្បីយើងក្លាយជាមនុស្សមានប្រាជ្ញារស់នៅមានជោគជ័យខាងសាច់ឈាមឬជាមនុស្សម្នាក់មានសមត្ថភាពក្លាយជាមនុស្សមានតកូលឧត្តមឧត្តមឬជាមនុស្សរឿងថាកាន់ប្រពៃណីកាន់ច្បាប់បានល្អមិនល្អរឿងសំខាន់តែយើងជាអ្នកដែលមានអំណាចព្រះហើយស្គាល់ព្រះកម្រិតណាគេស្គាល់ព្រះអង្គនោះគឺរង្វាន់របស់យើងនៅលើផែនដីក៏បាននៅឋានសួគ៌ក៏បានបាទសូមអរគុណបាទអរគុណបាទចំពោះការបំភ្លឺបាទលោកអាចបន្ថែមបន្តិចទៀតបានទេចំពោះក្រុមជំនុំដែលគាត់បានទទួលជឿព្រះអង្គគាត់គ្រាន់តែជាពួកជំនុំធម្មតាហើយសម្រាប់អ្នកដឹកនាំនៅក្នុងការត្រាស់ហៅរបស់ព្រះអង្គនោះតើធ្វើម៉េចដើម្បីឲ្យគាត់បានយល់ពីតម្លៃបាទឬក៏ដឹងពីគុណព្រះគុណរបស់ព្រះក្នុងការត្រាស់ហៅនេះទោះបីជាកិច្ចការបម្រើឬទោះបីជាគ្រាន់តែមានចំណែកនៅក្នុងសេចក្តីសង្គ្រោះគ្រាន់យើងនិយាយថាគ្រាន់តែថ្វាយគុំធម្មតាឬក៏យើងត្រូវឆ្លើយតបយ៉ាងណាចំពោះការដែលព្រះអង្គបានត្រាស់ហៅដូចខ្ញុំបាននិយាយហើយខ្ញុំបានបង្ហោះ Facebook ខ្ញុំបាទបង្ហោះ Facebook រឿងថាគ្រូកង្វៀលណាគាត់ឃើញថាកង្វៀលសម័យឥឡូវប្រហែលជាខ្វៀលជាមដើម្បីលក់សាច់លក់អីលក់ជាមបើនិយាយនេះធៀបថាធ្វើគ្រូកង្វៀលដើម្បីយកក្រុមជំនុំជាឆ្នន់ពួកនៅជំនួយបាទនេះគេមិនមែនហៅគ្រូកង្វៀលទេគ្រូកង្វៀលគឺជាអ្នកបូជាពលីជីវិតដើម្បីជាមដោយព្រះអង្គថាបើស្រឡាញ់ខ្ញុំត្រូវតែការពារផ្ដល់ចំណេះហាដល់ជាមបាទអញ្ចឹងរកពី AC និយាយច្រើនណាគ្រូកង្វៀលមិនមែនគ្រាន់តែជាអ្នកចិញ្ចឹមជាមបលះស្បែកលក់ដល់អ្នកដទៃទេខុសគ្នាណាបាទអញ្ចឹងបើបងប្អូនលោកអ្នកដែលកំពុងធ្វើជាគ្រូកង្វៀលហើយអត់ដឹងតែការត្រាស់ហៅទេការត្រាស់ហៅមិនមែនឃើញពីប្រយោជន៍ទេបាទការត្រាស់ហៅគឺជាការពលីជីវិតដើម្បីណាចិញ្ចឹមក្រុមជំនុំព្រះបន្ទូលរបស់ព្រះហើយរស់នៅដើម្បីបំពេញនូវក្តីស្រឡាញ់ដែលព្រះហៅយើងឲ្យក្លាយជាមនុស្សម្នាក់រស់នៅតំណាងអង់គ្លេសថាពន្ធកិច្ចអង់គ្លេស ministry ឬក៏ជាអ្នកដែលធ្វើការជាអ្នកធ្វើការ
បំរើព្រះអង្គពាក្យថា ministry ឬពន្ធកិច្ចឬក៏ស្ថាប័នមួយដែលព្រះហៅពីដើមដែលចូលជួងនិយាយអង់គ្លេស ministry ក្រសួងស្ថាប័នហ្នឹងបាទភាសាអង់គ្លេសឬក៏ភាសាក្រិក diacon ភាសាក្រិកណាមានជាអ្នកដែលធ្វើប៉ុន្តែភាសាគឺសំដៅមិនគ្រាន់តែរឿងដែលយើងយកឈ្មោះជាគ្រូបង្រៀនទៅចិញ្ចឹមទៅយកក្រុមជំនុំជាឆ្នោតណាទី1គឺជាអ្នកបង្កើតសិស្សមានចិត្តស្រឡាញ់បណ្ដោះបង្រៀនអប់រំព្រះបន្ទូលយ៉ូហានចំពុក12:6ស្រឡាញ់គឺឲ្យព្រះបន្ទូលបង្រៀនហ្វឹកហាត់ជីវិតឲ្យរីកចម្រើនឡើងតើយើងជាគ្រូបង្រៀនមានសមត្ថភាពបង្រៀនទេបាទជួនកាលគាត់អត់ដឹងពីការត្រាស់ហៅស្រាប់ឃើញគេធ្វើគ្រូដែរអានឹងអត់ត្រូវទេបាទគាត់ត្រូវតែមានសមត្ថភាពបណ្ដោះសិស្សបង្រៀនសិស្សបាទទី2គឺជាអ្នកដែលមានលទ្ធភាពបម្រើក្រុមជំនុំដើម្បីឲ្យក្រុមជំនុំអាចคล้ายទៅជាអំណោយទានដែលមានទេយ្យទានដែលគម្ពីររ៉ូមចំពោះ7យើងមានសមត្ថភាពបំផុសណាឲ្យក្រុមជំនុំចម្រើនឡើងគ្រូគង្វាលដដែលគឺជាអ្នកមានពន្ធកិច្ចហើយសមត្ថភាពនៅលើព្រះបន្ទូលដែលចែកទានដល់អ្នកក្រចែកក្រុមណាការងារដែលមានចាស់ទុំថ្នាក់ដឹកមុខមានជ្រឿនច្រើនបើខ្ញុំចង់និយាយដោយខ្លីគ្រូគង្វាលមិនមែនក្រុមជំនុំជាច្រើនគ្រូគង្វាលក៏មិនមែនចិញ្ចឹមជាមដើម្បីប្រយោជន៍ខ្លួនគ្រូគង្វាលគឺជាអ្នកដែលត្រាស់ហៅរស់នៅដើម្បីស្របជាមួយនឹងបេសកកម្មដែលព្រះជ្រើសរើសស្របទី1គឺមានតម្លៃនិងទួនាទីដូចនឹងឋានៈពាក្យសាវកភាសានេះខ្ញុំមិនថ្ងៃក្រោយខ្ញុំនឹងនិយាយអីជាសាវកតើជឿព្រះអង្គតែត្រឹមតែសាវក12នាក់តើព្រះញែកយើង12នាក់ឬយ៉ាងម៉េចអានោះជារឿងមួយផ្សេងក្នុងទេវសាស្ត្រដែលខ្ញុំនឹងបញ្យល់ពេលក្រោយអាចអ្នកទឹកក្រោយក៏បានប៉ុន្តែយើងទួនាទីអីអាចកត់ខ្លាយទៅជាអ្នកដែលមានចំណែកនាំដំណឹងល្អបេសកកម្មបង្រៀនបន្តោះមើលឃើញអំពីនិមិត្តផលព្រះមើលឃើញភាពវែងឆ្ងាយនេះហើយជាអ្នកដែលព្រះត្រាស់ហៅខ្លាយជាគ្រូបង្រៀនបណ្ដោះលើកទឹកចិត្តអប់រំទូមានថែទាំឲ្យគេដើរនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់អញ្ចឹងសរុបសេចក្តីមកក្រុមជំនុំមិនមែនគ្រាន់តែជាការដែលឬក៏គ្រូបង្រៀនមិនមែនគ្រាន់តែធ្វើកិច្ចការអត់តែធ្វើឃើញគេធ្វើទេប៉ុន្តែជាការត្រាស់ហៅស្អីត្រាស់ហៅគឺត្រាស់ហៅគឺដើម្បីលះបង់ជីវិតដើម្បីជាមទ្រង់នោះឯងជាការត្រាស់ហៅបាទអរគុណបាទអរគុណបាទដោយសារលោកអ្នកប្រិមិត្តរបស់យើងនៅថ្ងៃនេះលោកក៏មិនបានទូរស័ព្ទចូលរួមដែរហើយយើងក៏បានពិភាក្សាអស់រយៈពេលជាច្រើនដែរអញ្ចឹងយើងនៅតែពិភាក្សានឹងនៅតែមានជាសំណួរដើម្បីជួយដល់លោកអ្នកប្រិមិត្តយើងខ្ញុំក៏ជាតំណាងប្រិមិត្តអ្នកស្ដាប់បាទដែលលោកទុកចិត្តនឹងចង់ដឹងបន្ថែមបាទតាមរយៈដែលឆ្កឹះសួរដើម្បីនឹងស្វែងយល់ទាំងអស់គ្នានៅក្នុងនីតិជំនឿខ្ញុំចម្ងល់អ្នកនេះបាទអញ្ចឹងជាចុងក្រោយនេះបាទសូមលោកជួយផ្ដល់ជាអនុសាសន៍ឬក៏មានចំណុចណាដែលខ្ញុំមិនទាន់បានសួរនៅឡើយឬក៏អាចសង្ខេបបានឡើងវិញនៅលក្ខណៈពិសេសនៅក្នុងការដែលព្រះត្រាស់ហៅជាការត្រាស់ហៅដ៏ពិតប្រាកដនោះយ៉ាងណាបាទអញ្ចឹងសូមផ្ដល់ជាអនុសាសន៍សូមអញ្ជើញបាទអញ្ចឹងអ្វីដែលខ្ញុំចង់ជំរាបជូនប្រិមិត្តទី1ដើម្បីដឹងថាលោកអ្នកជាអ្នកដែលព្រះត្រាស់ហៅដូចខ្ញុំបញ្ជាក់ខាងដើមដឹងថាជីវិតព្រះត្រាស់ហៅនៅក្នុងដំណរអព្រះបាទទទួលសេចក្តីសង្គ្រោះជាការត្រាស់ហៅនៅពេលដែលយើងបានទទួលសង្គ្រោះនោះជាការរួមចំណែកយ៉ាងពិតប្រាកដក្នុងការត្រាស់ហៅក្នុងបេសកកម្មរបស់ព្រះដែលមានចំណែកលើផែនដីព្រះចង់ឲ្យយើងចូលរួមចំណែកប្រកាសផ្សាយបង្រៀនដាស់តឿនឲ្យគេស្គាល់ព្រះនេះបេសកកម្មនៃការត្រាស់ហៅទី2និយាយពីរឿងការត្រាស់ហៅក្នុងចិត្តការត្រាស់ហៅគឺជាចំណែកនៃការទូត្រូវនិងអំណោយទានជីវិតដែលយើងដឹងថាវាជាពពកដែលយើងមិនស័ក្តិសមនឹងទទួលយើងចង់ឲ្យអ្នកដទៃដូចជាអ្នកខ្លះមានអំណោយទាននៃការឲ្យមានអំណោយទាននៃការបម្រើមានអំណោយទាននៃការចែករំលែកមានក្តីមនិតមេត្តានោះសុទ្ធតែជាការបំផុសទឹកចិត្តភាពក្តុកក្តួលអាណិតដែលព្រះបានផ្ដល់ឲ្យអានឹងការត្រាស់ហៅអំណោយទានជាចំណែកឬជាទេយ្យទានដែលព្រះឲ្យណាអញ្ចឹងសូមឲ្យលោកអ្នកបន្តទី3អំណោយទានអាចធ្វើដល់បានសូមឲ្យលោកអ្នកបានពិចារណាទៅលើនៅពន្ធកិច្ចរបស់ព្រះពន្ធកិច្ចគឺជាការរួមចំណែកជាមួយនឹងដំណឹងល្អរបស់ព្រះដើម្បីឲ្យយើងរីកចម្រើនឡើងនៅក្នុងការស្គាល់ព្រះដូចជាដំណឹងល្អរបស់ព្រះអង្គតើយើងជាណានៅក្នុងដែលព្រះត្រាស់ហៅយើងគ្រាន់តែមកក្រុមជំនុំដ៏អត់ចូលរួមចំណែកការរៀនសូត្រជួនកាលយើងគិតថាជឿព្រះគ្រាន់តែមកក្រុមជំនុំការត្រាស់ហៅរបស់ព្រះដើម្បីយើងខ្លាចជាសិស្ស
សិស្សគឺជាអ្នកដែលមានសមត្ថភាពជាអ្នកដែលបំពាក់នៅលទ្ធភាពដែលអាចជួយបណ្ដុះបង្រៀនមានការយល់ដឹងថាព្រះបានបង្កើតព្រះអង្គឲ្យយើងជាអ្នកណាហើយព្រះអង្គឲ្យយើងទៅណាជាសិស្សចឹងព្រះអង្គរាប់យើងជាសិស្សចឹងមកកាពីថាព្រះអង្គមិនដែលចាត់ទុកថាព្រះអង្គជាល្អជាងយើងពីព្រោះគ្រូនិងសិស្សដូចគ្នាបើសិស្សល្អគ្រូទៅល្អបើសិស្សអាក្រក់គ្រូអាក្រក់ដែរអញ្ចឹងព្រះត្រាស់ឲ្យយើងជាសិស្សរបស់ព្រះអង្គដូច្នេះសូមឲ្យលោកអ្នកបានរៀនស្វាស្ជាអភិវឌ្ឍសមត្ថភាពការយល់ដឹងរបស់លោកអ្នកកាន់ប្រសើរឡើងទី4ដើម្បីដឹងថាការត្រាស់ហៅលោកអ្នកគឺនៅក្នុងជីវិតដែលរស់នៅក្នុងការសម្ដែងប្រតិបត្តិជំនឿគុណតម្លៃណាគុណតម្លៃយ៉ាងម៉េចជួនកាលយើងអត់ដឹងថាយើងជានរណាយើងជាកូនរបស់ព្រះយើងជាសង្ឃលួងជាសាសបរិសុទ្ធជាគេអកអញ្ចឹងមានចំណុចច្រើនណាស់ដែលព្រះត្រាស់ហៅយើងឲ្យយើងយើងជាកូនរបស់ព្រះអង្គត្រាស់យើងជាណាជាពលឺជាអំបិលព្រះអង្គត្រាស់យើងជាណាព្រះអង្គតែជាពលគ្រួសាររបស់ព្រះព្រះអង្គត្រាស់យើងជាណាជាងសូមឲ្យយើងរំលឹកខ្លួនយើងរូបពេលថាយើងមិនមែនជាបុគ្គលដូចមុនទេយើងជាមនុស្សដែលរស់នៅស័ក្តិសមដែលព្រះចាត់ទុកថាយើងជាសាសនៃឋានសួគ៌ចឹងសូមឲ្យយើងបន្តរស់នៅឲ្យមានគុណតម្លៃទាំងអស់នេះដើម្បីឲ្យជីវិតយើងនៅតែមានសង្ឃឹមហើយចុងក្រោយការត្រាស់ហៅរបស់យើងគឺជាដំណើរជីវិតដែលគ្មានការបោះបង់ជំនឿចោលបន្តចឹងគ្មានភាពស្ទាក់ស្ទើរគ្មានមន្ទិលសង្ស័យការដែលព្រះត្រាស់ហៅយើងច្បាស់នៅក្នុងការធ្វើជាគ្រូកងវិលឬក៏ធ្វើជាអ្នករស់ស៊ីឬធ្វើអ្វីក៏ដោយនៅពេលដែលដឹងថាព្រះត្រាស់ហៅដឹងយ៉ាងម៉េចដូចខ្ញុំបញ្យល់ខាងដើមហើយលោកអ្នកនឹងមិនបោះបង់ចោលកណ្ដាលទីទេបើយ៉ាងដូច្នោះត្រាស់ហៅគ្រាន់តែជាអារម្មណ៍ដើម្បីបំពេញនៅចំណង់ចិត្តរបស់ខ្លួនតែប៉ុណ្ណោះតែមិនបានផ្ដល់នៅកិត្តិយសនិងបេសកកម្មរបស់ព្រះឡើយចឹងសូមឲ្យលោកពិចារណារាល់គ្រប់ទាំងចំណែកណាមួយដែលលោកអ្នកបានឲ្យនិយមន័យនៅក្នុងជីវិតខ្លួនថាព្រះបានត្រាស់ហៅខ្ញុំសូមព្រះដូចជាព្រះចម្រើនពរសូមអរគុណបាទអរគុណបាទលោកអ្នកប្រិមិត្តជាទីគោរពនិងជាទីស្រឡាញ់បាទនីតិជំនឿខ្ញុំចម្ងល់អ្នកក៏បានមកដល់ទីបញ្ចប់ដែរខ្ញុំបាទមកយឿនខ្ញុំបាទសិនតំណាងបាទយើងទាំងអស់គ្នាក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកអ្នកប្រិមិត្តដែលលោកបានចំណាយពេលវេលាដ៏មានតម្លៃចូលរួមតាមដានស្ដាប់បាទកម្មវិធីរបស់យើងតាំងពីដំបូងរហូតមកដល់ចុងបញ្ចប់បាទជាចុងក្រោយសូមព្រះជាម្ចាស់គង់នៅជាមួយនិងប្រទានពរនៅសេចក្តីសុខសាន្តសេចក្តីអំណរនិងភាពសម្បូរសប្បាយបាទចម្រុងចម្រើននៅក្នុងកិច្ចការដែលលោកអ្នកបំពេញបាទអរគុណណាស់សង្ឃឹមថាជួបលោកអ្នកនៅសប្តាហ៍ក្រោយទៀតតាមពេលនឹងម៉ោងដដែលសូមអរគុណសូមព្រះប្រទានពរព្រះអង្គធ្វើជាម្ចាស់គ្រងលើជីវិតហើយលើព្រះអង្គធ្វើជាម្ចាស់គ្រងលើជីវិត